ការរត់ពាក់កណ្ដាលម៉ារ៉ាតុងនៅអង្គរវត្តឆ្នាំ1996សម្រាប់ខ្ញុំផ្ទាល់ហាក់បីដូចជាមានមោទនភាពដែលខ្ញុំជាមនុស្សមុនគេនៃក្រោយពីសង្គ្រាមខ្ញុំបានចូលរួមរត់ដោយយកចិត្តទុកដាក់ហើយការកាត់ខំប្រឹងប្រែងនៃការធ្វើកិច្ចការ21គីឡូនោះបើសិនជាខ្ញុំគិតនៅធរៈវេលារបស់ខ្ញុំមួយគឺល្អជាងគេគឺ1ម៉ោង13នាទីអានេះគឺជាទិន្នន័យមួយដែលពេលនោះនឹកស្មានតែមិនដល់ជីវិតរបស់ខ្ញុំដែលខ្ញុំចងចាំជាងគេគឺខ្ញុំរត់ម៉ារ៉ាតុងមុនគេបំផុតនៅឆ្នាំ1993ពីព្រោះពេលនោះមានការជ្រើសរើសទៅប្រកួតកីឡា Asian Game នៅ Hiroshima គឺនៅប្រទេសជប៉ុនខាងភាគីជប៉ុនបានចុះមកជ្រើសរើសដោយផ្ទាល់ដើម្បីជ្រើសរើសកីឡាករ2នាក់គឺលេខ1និងលេខ2ដើម្បីទៅប្រកួតតំណាងជាតិនៅជប៉ុនពេលនោះពោពេញទៅដោយភាពអត់ធ្មត់ភាពជូរចត់សពបែបយ៉ាងដែលយើងមិននឹកស្មាននៅគីឡូទី35កពួនជើងខ្ញុំបានបញ្ជាឲ្យខ្ញុំថាទៅមុខលែងរួចអញ្ចឹងខ្ញុំនៅនឹកបងស្រីខ្ញុំអូនត្រូវតែខំប្រឹងទៅទៀតកន្លែងនេះហើយដែលខ្ញុំចាំហើយខ្ញុំខំប្រឹងដោយអស់ពីចិត្តថាបងខ្ញុំទៅអត់រួចទៀតទេថាអូនចិត្តដល់ទីហើយត្រូវតែប្រឹងនៅក្នុងចិត្តតែបងស្រីបានប្រាប់ក៏យើងខំប្រឹងណាខ្ញុំប្រឹងយើងទៅដើរផងអូសជើងផងអញ្ចឹងយើងបានទៅដល់ទីHalf Marathon ធ្វើនៅដើមខែ12នេះរត់ខួបទី30ឆ្នាំដែលជាលក្ខណៈថាយើងធ្វើទៅលក្ខណៈយូរអង្វែងគឺខ្ញុំសប្បាយចិត្តព្រោះខ្ញុំជាអ្នកផ្ដើមមុនគេហើយចឹងខ្ញុំចង់អាហ្នឹងមានរហូតដល់ខ្ញុំថាបាត់ពិភពផែនដីទៅអត់ចង់ឲ្យវារលុបបាត់ទេ